ខ្ញុំឈ្មោះឆាងលីនជាកលិនលោកថាវិការនៅផ្នែក ICD ធូនៅក្នុងមន្ទីរពេទ្យកុមារកង ជម្រាបសួរខ្ញុំបាទឈ្មោះសួនសវណ្ណរា ខ្ញុំឈ្មោះលីសុខេងជាកលិនឧបត្ថម្ភផ្នែកវាកាត់ ជម្រាបសួរខ្ញុំបាទឈ្មោះស្រីវិរៈជាកលិនឧបត្ថម្ភដល់បម្រើការនៅមន្ទីរពេទ្យកុមារអង្គរ ខ្ញុំផានយុសវ័តជាគ្រូពេទ្យណែព្យាបាលដោយចលនា អ្វីដែលមានមោទនភាពជាងគេគឺដល់ការថែទាំទៅកាន់អ្នកជំងឺប្រកបដោយគុណភាព កលិនលោកថាគឺជាការងារដែលមានចិត្តសប្បុរសធម៌ ក្នុងកលិនឧបត្ថម្ភអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាងគេគឺបានជួយជីវិតកុមារដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អខ្ញុំមានមោទនភាពនៅពេលដែលអ្នកជំងឺនិយាយទៅថាអរគុណមកសម្រាប់ខ្ញុំ អ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាពគឺខ្ញុំអាចជួយឲ្យនឹងថែទាំត្រឹមត្រូវទៅកាន់អ្នកជំងឺហើយនឹងក្រុមគ្រួសាររបស់ពួកគាត់បាន ក្នុងនេះចំណុចអ្វីដែលខ្ញុំមានមោទនភាពគឺនៅពេលដែលខ្ញុំឃើញស្នាមញញឹមរបស់អ្នកជំងឺគាត់បានជាសះស្បើយ អ្វីដែលខ្ញុំមានមោទនភាពជាកលិនឧបត្ថម្ភខ្ញុំគិតថាវានៅពេលដែលយើងធ្វើការងារនឿយហត់យ៉ាងណាក៏យើងមានអារម្មណ៍ថាពេញចិត្តនឹងស្រឡាញ់ការងារមួយណា សម្រាប់ខ្ញុំកលិនឧបត្ថម្ភគឺជាម្ដាយទី2របស់កុមារ សម្រាប់ការងារជាកលិនឧបត្ថម្ភខ្ញុំគិតថាគឺជា hero ទៅកាន់អ្នកជំងឺគ្រប់រូប ក្នុងនាមជាម្ដាយពួកយើងគឺប្រៀបដូចជាឪពុកម្ដាយទី2របស់អ្នកជំងឺ និយាយជារួមការងារជាគ្រូពេទ្យគឺជាការលើកទឹកចិត្តហើយនឹងការថែទាំទៅលើអ្នកជំងឺ ខ្ញុំគិតថាធ្វើការជាកលិនឧបត្ថម្ភគឺយើងរវល់ក្នុងការថែទាំពេញមួយថ្ងៃទៅណា កលិនលោកថាវិការគឺជាការងារដែលមានចិត្តសប្បុរសធម៌ កលិនឧបត្ថម្ភគឺជានារីសាច់ដុំបាយបាយ